លោកគ្រូការឆ្លុះក្រពះតើវាលំបាកឬក៏មានការរំខានដូចគេនិយាយថាពិបាកក្នុងការធ្វើឬក៏ក្អួតចង្អោរឬក៏ត្រូវការទ្រាំអីដែរឬទេបាទនេះគឺជាសំណួរមួយដែលអ្នកជំងឺរបស់យើងតែងតែសួរមកកាន់យើងជាគ្រូពេទ្យឯកទេសនៅក្នុងផ្នែកក្រពះពោះវៀនថ្លើមផ្នែករំលាយអាហារនេះផងដែរជានីតិវិធីនៅក្នុងការឆ្លុះក្រពះវាពិតជាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ធ្វើរោគវិនិច្ឆ័យក៏ដូចជាការត្រួតពិនិត្យនៅក្នុងសរីរាង្គខាងក្នុងនៃប្រព័ន្ធរំលាយអាហាររបស់អ្នកជំងឺហើយការឆ្លុះក្រពះនេះទៀតសោតតាមបច្ចេកទេសនិងបច្ចេកវិទ្យាកាន់តែទំនើបនិងវិធីសាស្ត្រជឿនលឿននៅក្នុងផ្នែកវិទ្យាសាស្ត្ររបស់យើងនាពេលបច្ចុប្បន្ននេះយើងប្រើប្រាស់នៅថ្នាំគេងលក់ជូនអ្នកជំងឺដោយគ្រូពេទ្យឯកទេសផ្នែកថ្នាំសណ្ដំគាត់អ្នកដាក់ថ្នាំជូនទៅកាន់អ្នកជំងឺរបស់យើងហើយអ្នកជំងឺយើងគ្រាន់តែទទួលនៅការគេងលក់រយៈពេល15ទៅ20នាទីការឆ្លុះក្រពះត្រូវបានធ្វើរួចជាស្រេចដោយគ្រូពេទ្យឯកទេសផ្នែកសុំក្រពះនេះផងជូនអ្នកជំងឺតែម្ដងហើយវាពិតជាមានភាពងាយស្រួលមិនលំបាកដូចអ្វីដែលអ្នកជំងឺតែងតែភ័យតែងតែមានក្តីបារម្ភដោយកាលពីមុនដែលអ្នកជំងឺរបស់យើងឆ្លុះដោយមិនមានការដាក់ថ្នាំគេងលក់នេះផងដែរហើយសូមបញ្ជាក់ទៀតថាថ្នាំគេងលក់នេះជាបច្ចេកទេសវិទ្យាសាស្ត្រយើងបានហៅថា sedation នេះមិនមែនជា general anesthesia ឬក៏ជាការដាក់ថ្នាំសន្លប់នោះទេការដាក់ថ្នាំគេងលក់គឺគ្រាន់តែជាការដាក់ថ្នាំឲ្យអ្នកជំងឺគេងលក់ទៅតាមការចាក់សរសៃដូចជាដាក់សេរ៉ូមជូនអ្នកជំងឺធម្មតាហើយអ្នកជំងឺរបស់យើងគេងលក់ដោយមិនមានការរំខានមិនមានការឈឺចាប់និងការក្អួតចង្អោរអ្វីផ្សេងៗនៅពេលដែលគ្រូពេទ្យគាត់បានឆ្លុះក្រពះជូនអ្នកជំងឺនេះគឺជានីតិវិធីងាយហើយច្បាស់លាស់ហើយមានសុវត្ថិភាពខ្ពស់បំផុតមួយសម្រាប់នាពេលបច្ចុប្បន្ននៅក្នុងការឆ្លុះក្រពះជូនអ្នកជំងឺចឹងហើយពីខ្ញុំឬក៏ក្រុមវិជ្ជបណ្ឌិតឯកទេសផ្នែកជំងឺក្រពះពោះវៀនថ្លើមនិងរោគរំបាតនៃមន្ទីរសម្រាប់ព្យាបាលឯកទេស Ekip Medical Center យើងសូមលើកទឹកចិត្តនិងសូមបញ្ជាក់ជូនអ្នកជំងឺថាកុំឲ្យមានក្តីព្រួយបារម្ភមានការភិតភ័យចំពោះការឆ្លុះក្រពះទៀតអីពីព្រោះយើងធ្វើបានដោយសុវត្ថិភាពមានប្រសិទ្ធភាពខ្ពស់មានភាពងាយស្រួលដោយមិនមានការរំខាននិងមានជំនួយពីផ្នែកគ្រូពេទ្យឯកទេសផ្នែកថ្នាំសណ្ដំដើម្បីដាក់ថ្នាំគេងលក់ជូនអ្នកជំងឺរបស់យើងនៅពេលឆ្លុះនេះគឺជា tip ខ្លីៗនៅក្នុងការចែករំលែកចំណេះដឹងសុខភាពនៅក្នុងថ្ងៃនេះពីខ្ញុំបាទវិជ្ជបណ្ឌិតឯកទេសឈៀងស៊ីដេតមកពីមន្ទីរសម្រាប់ព្យាបាលឯកទេស Ekip Medical Center សូមអរគុណ